សូមជូនរឿងតាសុកនិងបូរ៉ាដូចតទៅនេះអើយមេឃភ្លៀងហើយខ្ញុំមិនដឹងជាទៅជ្រកនៅណាទេមេឃភ្លៀងចឹងនេះអូដើរទៅមុខសិនកន្លោមានលក្ខមានកន្លែងជ្រកអូនោះមានចំណតឡានមួយទៅជ្រកសិនមេឃភ្លៀងបាត់ខ្ញុំទៅជ្រកនៅណាទៅអូនោះមានកន្លែងចំណតឡានមួយចំណតឡានក្រុងមួយខ្ញុំទៅជ្រកសិនខ្ញុំទៅហើយដល់ពេលបានមកដល់ជ្រកកន្លែងនេះអញ្ចឹងទៅជាមានផាសុខភាពបន្តិចបើសិនជាមានស្រីស្អាតមកអង្គុយចិត្តដឹងជាសុវ័យចិត្តយ៉ាងណាទេអធិស្ឋានបងប្រុសតើខ្ញុំអាចអង្គុយនៅទីនេះបានទេបងប្រុសបានមិនអីទេអ្នកនាងអាចអង្គុយចុះបានអត់តោះអ្នកនាងតើអ្នកនាងមានឈ្មោះអ្វីដែរចាបងប្រុសខ្ញុំមានឈ្មោះថាចាន់នីចុះបងប្រុសវិញមានឈ្មោះអ្វីដែរបាទខ្ញុំមានឈ្មោះថាបូរ៉ាចុះអ្នកនាងមកពីណាដែរបានមកជ្រកភ្លៀងនៅទីនេះវិញចាខ្ញុំថាមកទិញបន្លែនៅឯផ្សារហើយពេលចេញមកពីផ្ទះបានបន្តិចមេឃក៏រើភ្លៀងហើយខ្ញុំក៏រកកន្លែងជ្រកទៅតែបានមកជ្រកនៅជាមួយបងប្រុសអត់មានថាអីណាឯងបងប្រុសអូបាទមិនអីទេខ្ញុំកំពុងតែអង្គុយម្នាក់ឯងអបសុខផងបានអ្នកនាងមកអញ្ចឹងខ្ញុំក៏បាត់អបសុខដែរបានគ្នាជជែកលេងចុះផ្ទះអ្នកនាងនៅឯណាវិញតើខ្ញុំអាចជូនអ្នកនាងទៅបានទេចាមិនអីទេផ្ទះខ្ញុំនៅជិតនេះទេបងប្រុសខ្ញុំមិនហ៊ានឲ្យបងជូនទៅទេព្រោះម្ដាយរបស់ខ្ញុំគាត់កាចណាស់ចឹងខ្ញុំលាបងសិនហើយព្រោះមេឃរៀងភ្លៀងហើយអរគុណច្រើនបងប្រុសថ្ងៃក្រោយចាំជួបគ្នាទៀតបានមិនអីទេបងស្រីចឹងយើងជួបគ្នានៅថ្ងៃក្រោយណាអរគុណច្រើនបាយបាយសួស្តីលោកតាចៅមកវិញហើយលោកតាលោកតាកំពុងធ្វើអីហ្នឹងល្អហើយចៅបានមកវិញចឹងមកអញ្ជើញអង្គុយចុះមកចៅតែមានរឿងចង់